សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Solo Podcast Episode 3 ប្រធានបទនៅក្នុងថ្ងៃនេះគឺការដាក់ការងារតែមិនជាប់ហេតុអ្វីបានជាយើងដាក់ការងារមិនជាប់ដាក់ទៅគឺបាត់ឈឹងតែម្ដងឬក៏ពេលខ្លះទៀតយើងធ្លាក់នៅក្នុងចំណុចណាមួយដែលគេតាក់ទងមកសម្ភាសន៍តាក់ទងកំណត់ថ្ងៃសម្ភាសន៍ឬក៏គេបានពិនិត្យ CV របស់យើងដែរប៉ុន្តែយើងបែរជាអត់ជាប់វិញអញ្ចឹងខ្ញុំនឹងលើកឡើងនៅដំណាក់កាលទាំងអស់ហ្នឹងថាតើយើងមានអ្វីខ្លះដែលគួរតែរៀបចំឡើងវិញហើយត្រូវត្រៀមខ្លួនបែបណាប៉ុន្តែសូមបញ្ជាក់ដែរថាខ្ញុំមិនមែនជាអ្នកជំនាញផ្នែកធនធានមនុស្សឬក៏ជាផ្នែក HR នោះទេខ្ញុំគ្រាន់តែជាអ្នកដែលដាក់ការងារដូចទាំងអស់គ្នាដែរគ្រាន់តែខ្ញុំបានដាក់ការងារមកច្រើនហើយក៏មានជាប់មានធ្លាក់ជាធម្មតាប៉ុន្តែទាញតាមការដាក់ទាំងនោះគឺខ្ញុំមានបទពិសោធន៍ហើយខ្ញុំបានស្ដាប់ច្រើននិងបានស្រាវជ្រាវមួយចំនួនដែរទាក់ទងជាមួយនឹងបងដែលគាត់បានធ្វើមាតិកាចែករំលែកណាពី HR ក៏គាត់បានចែករំលែកថាយើងគួរតែត្រៀមខ្លួនបែបណាហើយក៏ខ្ញុំមានបទពិសោធន៍ខ្លះដែរទៅក្នុងការជ្រើសរើសការងារមួយចំនួនដែរអញ្ចឹងយើងចាប់ផ្ដើមចូលទៅកាន់ប្រធានបទរបស់យើងតែម្ដងអញ្ចឹងខ្ញុំអាចនិយាយប្រធានបទតាក់ទងជាមួយនឹងមូលហេតុធំគឺដោយសារតែយើងដាក់ការងារហ្នឹងខុសពីជំនាញនិងបទពិសោធន៍របស់យើងខ្លាំងពេកមានន័យថាបែបណាមានន័យថាឧទាហរណ៍ថាគេជ្រើសរើសតាក់ទងជាមួយនឹងផ្នែកធនធានមនុស្សប៉ុន្តែយើងបែរជារៀនខាងផ្នែកIT អញ្ចឹងណាអាហ្នឹងដាក់ទៅក៏វាពិបាកនឹងជាប់ដែរដោយសារតែមុខជំនាញហ្នឹងវាអត់មានភាពជាប់តាក់ទងគ្នាទេបន្តិចក៏វាអត់បានជាប់តាក់ទងគ្នាដែរដូច្នេះវាធ្វើឲ្យយើងមិនមានភាគរយនៅក្នុងការជាប់ទេហើយមួយទៀតឧទាហរណ៍ថាគេជ្រើសរើសតាក់ទងជាមួយនឹងអឺមុខជំនាញឧទាហរណ៍ថាបរិញ្ញាទៅលើអក្សរសាស្ត្រអង់គ្លេសឬក៏ភាសាអង់គ្លេសចឹងអញ្ចឹងសមត្ថភាពរបស់យើងទៅលើការបង្រៀនភាសាហ្នឹងទោះបីតែការប្រើប្រាស់ខ្លួនឯងផ្ទាល់ក៏យើងនៅមានកម្រិតអាហ្នឹងដាក់ទៅក៏មិនមានភាគរយជាប់ដែរអញ្ចឹងមូលហេតុចម្បងហ្នឹងវាអាចមកពីការដាក់ពាក្យទៅវាខុសជំនាញហើយនឹងបទពិសោធន៍របស់យើងខ្លាំងពេកហ្នឹងក៏យើងត្រូវតែទទួលស្គាល់ថាយើងមិនអាចទទួលបាននៅការងារមួយហ្នឹងដែរមួយវិញទៀតគឺយើងមិនបានអាននៅការវិពណ៌នាឲ្យអស់ឲ្យចប់សេចក្តីពីព្រោះការជ្រើសបុគ្គលិកខ្លះគាត់មានការទៅសេឲ្យយើង click ទៅដើម្បីចូលទៅកាន់ website គេមាន description ណាមានការវិពណ៌នាមួយចំនួនឬក៏ទាំងអស់ក៏មានដែរការសរសេរបែបហ្នឹងដើម្បីអីគឺដើម្បីឲ្យបេក្ខជនគាត់អានទៅដឹងថាអូតើការងារហ្នឹងត្រូវរបស់គាត់ដែរអត់ហើយការងារហ្នឹងគេត្រូវទទួលខុសត្រូវទៅលើអីខ្លះគេទាមទារទៅលើអីខ្លះហើយយើងត្រូវធ្វើបែបការងារហ្នឹងធ្វើអីខ្លះអាហ្នឹងគឺគេសរសេរឲ្យយើងតែម្ដងអញ្ចឹងបើសិនបើយើងអត់បានអានការពិពណ៌នាហ្នឹងទេយើងអត់បានដឹងថាការងារហ្នឹងគេទាមទារបែបណាហើយយើងស័ក្តិសមដែរឬអត់នៅក្នុងការដាក់ពាក្យទៅក្នុងការងារហ្នឹងអញ្ចឹងត្រឡប់ឡើងវិញមូលហេតុដែលធំហ្នឹងគឺការដាក់ពាក្យខុសជំនាញហើយបទពិសោធន៍របស់យើងហ្នឹងវាខុសគ្នាខ្លាំងពេកហើយមួយទៀតការមិនបានអាននៃការពិពណ៌នាឲ្យបានចប់សេចក្តីក៏ប៉ុន្តែហ្នឹងតែក្នុងតែមួយទេមានន័យថាយើងគួរតែអានឲ្យបានច្បាស់លាស់សិនបើសិនបើជាគេមានឬបើមិនមានទេយើងអាចព្យាយាមស្វែងរកឬក៏អាចសាកសួរគាត់បានបន្ថែមទៀតអញ្ចឹងអាហ្នឹងចំណុចទី1ខ្ញុំគិតថាអាហ្នឹងជាចំណុចធម្មតាទេដែលយើងទាំងអស់គ្នាសុទ្ធតែដឹងប៉ុន្តែបើសិនបើការងារហ្នឹងវាអត់ខុសជំនាញរបស់យើងទេវាត្រូវនឹងជំនាញហើយការសិក្សារបស់យើងហ្នឹងក៏ស្ថិតនៅក្នុងជំនាញដែរវាជាប់តាក់ទងគ្នាទៅទៀតប៉ុន្តែហេតុអីបានជាយើងមិនជាប់អញ្ចឹងខ្ញុំមានមូលហេតុមួយចំនួនទី1គឺចាប់ផ្ដើមពីការដាក់ពាក្យតែម្ដងយើងទាំងអស់គ្នានៅក្នុងសម័យបច្ចេកវិទ្យានេះការដាក់ពាក្យយើងកម្រមែនទែនសម្រាប់ខ្ញុំគឺអត់ដែលបានដាក់ពាក្យយកទៅដាក់ពាក្យផ្ទាល់ទេគឺយើងតែងតែផ្ញើទៅតាម email ឬក៏ Telegram ហើយភាគច្រើនទៀតគឺដាក់តាម Telegram ចំពោះការដាក់តាម Telegram នេះតើគ្នាមួយចំនួនប្រហែលជាមានការធ្វើប្រហែសនៅចំណុចដំបូងដែលគិតថាវាមិនមែនជាចំណុចដែលចាំបាច់ប៉ុន្តែអានេះឯងជាកំណត់ថាតើយើងនឹងជាប់ទទួលបានការងារនឹងដែរអត់តើគេនឹងផ្ដល់ឱកាសឲ្យយើងចំពោះការងារនឹងដែរឬអត់ទេគឺមូលហេតុតកតងជាមួយនឹងការដែលយើងឆាតទៅដំបូងអាហ្នឹងគឺជា
ការដែលគេវិតម្លៃយើងដំបូងតែម្ដងថាតើយើងមានអត្តចរិតបែបណាមានការចេះប្រើពាក្យពេចន៍សមរម្យដែរអត់ឧទាហរណ៍ជាក់ស្ដែងថាយើងឆាទៅដល់គេយើងដាក់ Hi bro ឬក៏ Hi អីអញ្ចឹងទៅឬក៏ខ្លះគ្រាន់តែដាក់ sticker មួយហើយមួយទៀតគ្រាន់តែដាក់មេដៃមួយហើយក៏ផ្ញើ CV ទៅឆៅតែម្ដងអ្នកខ្លះទៀតក៏គាត់ screenshot អាដែលគេផុសឬបុគ្គលិកហ្នឹងណាផ្ញើទៅឲ្យ HR វិញអាហ្នឹងគឺជាមូលហេតុចម្បងតែម្ដងដែលធ្វើឲ្យយើងធ្លាក់តាំងពីគេមិនទាន់បានពិនិត្យ CV របស់យើងអញ្ចឹងការចាប់ផ្ដើមដំបូងនេះជា first impression នេះគឺសំខាន់គឺទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់សរសេរបែបណាឲ្យមានលក្ខណៈសមរម្យពីព្រោះអាហ្នឹងដូចជាយើងជួបគ្នាដំបូងផ្ទាល់អញ្ចឹងណាអញ្ចឹងបើសិនបើយើងមិនសមរម្យទេគេអាចនឹងវិតម្លៃយើងហើយឲ្យយើងធ្លាក់តែម្ដងជាការផ្ដល់យោបល់ទៅតាមអ្វីដែលខ្ញុំធ្លាប់ធ្វើគឺយើងផ្លាស់ប្ដូរមកពីការមួយទៀតការប្រើពាក្យសួស្ដីបងហ្នឹងក៏កុំគួរប្រើពាក្យសួស្ដីដែរពីព្រោះពាក្យដែលជាផ្លូវការតែម្ដងដែលមើលថាជាការឲ្យតម្លៃអ្នកដែលយើងនិយាយផងហើយជាការឲ្យតម្លៃខ្លួនឯងផងយើងអាចប្រើពាក្យជំរាបសួរបងទៅអញ្ចឹងយើងអាចថាជំរាបសួរបងខ្ញុំបានឃើញបងផុសរើសនៅការងារហ្នឹងតាមរយៈអីគេហើយខ្ញុំចាប់អារម្មណ៍ដាក់ពាក្យទៅលើការងារតំណែងអ្វីហើយបញ្ជាក់ផងថាខាងក្រោមនេះគឺជា CV របស់ខ្ញុំប៉ុណ្ណឹងណាអាហ្នឹងជាការសមរម្យមែនទែនហើយយើងផ្ញើ file CV របស់យើងទៅ HR ក៏គាត់តបមកវិញដែលសមរម្យដែរអាហ្នឹងគឺជាចំណុចមួយដែលខ្ញុំចង់ឲ្យទាំងអស់គ្នាយកចិត្តទុកដាក់គឺកុំគិតថាវាមិនសំខាន់គឺអានឹងចំណុចហ្នឹងសំខាន់មែនទែនជាចំណុចដែលអាចធ្វើឲ្យយើងធ្លាក់ទាំងគេមិនទាន់បានពិនិត្យ CV របស់យើងទៅដល់ចំណុចទី2បើសិនបើយើងសរសេរបានសមរម្យត្រឹមត្រូវក៏ហើយប៉ុន្តែនៅតែអត់ជាប់ទៀតយើងអាចមើលទៅលើ CV របស់យើងវិញតើ CV របស់យើងហ្នឹងមានរចនាបថត្រឹមត្រូវដែរឬអត់វាមានព័ត៌មានគ្រប់គ្រាន់ដែរឬអត់ហើយអាចឲ្យគេចាប់អារម្មណ៍របស់យើងដែរឬអត់អញ្ចឹង CV ដែលមានភាពតាក់ទាញមួយមានថាស្អាតហ្មងយើងមើលទៅ format ក៏ស្អាតតែម្ដងហើយការសរសេររបស់គាត់ល្អគឺអាហ្នឹងជាភាពតាក់ទាញមួយដែរដែលអាចឲ្យគេចាប់អារម្មណ៍មកលើយើងអញ្ចឹងទាំងគ្នាគួរតែអាចរៀបចំ CV ឲ្យបានស្អាតវិញមានន័យថាបើសិនជាយើងសរសេរបែបណាឲ្យវាស្មើគ្នាទាំងអស់គ្នាកុំឲ្យវាចុះវាឡើងឬក៏វាអត់មើលទៅវាអត់ស្អាត format វាអត់ស្អាតហើយមាននេះខ្លះទៀតគឺ CV របស់យើងអត់មានរូបភាពទៀតអញ្ចឹងខ្ញុំធ្លាប់បានឃើញក្រុមហ៊ុនខ្លះដែរគេបញ្ជាក់តែម្ដងគេបញ្ជាក់ថាចំពោះ CV ដែលមិនមានរូបគឺមិនត្រូវបានជ្រើសរើសទេអាហ្នឹងគឺគេសរសេរប្រាប់យើងប៉ុន្តែចំពោះខ្លះទៀតគាត់អត់សរសេរក៏យើងគួរតែកែប្រែទៅលើហ្នឹងដែរគឺ CV គួរតែមានមិនគួរទេគឺត្រូវតែភ្ជាប់ជាមួយនឹងរូបភាពរបស់យើងហើយជារូបភាពសមរម្យអាចជារូបភាពអាវធំអីចឹងទៅអាហ្នឹងគឺសមរម្យហើយការសរសេររបស់យើងមានបញ្ជាក់ពីព័ត៌មានគ្រប់គ្រាន់ពីបទពិសោធន៍ហើយ format ហ្នឹងឲ្យស្អាតអីដែរចឹងទៅអាហ្នឹងគឺនឹងជួយឲ្យភាគរយជាប់របស់យើងហ្នឹងគឺច្រើនទៅតាមនឹងដែរអញ្ចឹងចូលទៅដល់ចំណុចទី3គឺនៅពេលដែលយើងដាក់ពាក្យសម្ដីយើងសមរម្យហើយ CV របស់យើងរៀបចំល្អទៀតអញ្ចឹងគឺក្រុមហ៊ុនគាត់នឹងតាក់ទងយើងដើម្បីសម្ភាសន៍ហ្នឹងគាត់អាចឆាតឬក៏គាត់ខលមកអីអញ្ចឹងណាអញ្ចឹងយើងអាចលើកគាត់ទៅហើយយើងជំរាបសួរបងគាត់នឹងប្រាប់យើងមកវិញហើយថាគាត់ចង់ណាត់យើងសម្ភាសន៍នៅពេលណាថ្ងៃណាអញ្ចឹងទៅអញ្ចឹងក៏ប្រកាសជាសួរមកយើងវិញហើយថាយើងអាចចូលរួមការសម្ភាសន៍នឹងបានដែរអត់ហើយបើសិនបើយើងមើលទៅបើសិនជាយើងអាចទៅសម្ភាសន៍ទៅតាមនឹងអីបានយើងក៏ធ្វើទៅតាមពេលវេលាដែលគាត់បានកំណត់ទៅប៉ុន្តែបើសិនបើយើងជាប់រវល់ការងារដែលវាមិនអាចដូរបានឬក៏ជាប់ទុរៈសំខាន់ណាមួយដែលវាចាំបាច់យើងក៏អាចស្នើគាត់វិញថាដោយសារតែថ្ងៃនេះខ្ញុំជាប់រវល់បែបនេះមានហេតុផលច្បាស់លាស់តែខ្ញុំអាចសុំស្នើបងទៅថ្ងៃនេះវិញម៉ោងនេះវិញបានដែរអត់អញ្ចឹងណាអញ្ចឹងអាហ្នឹងវាអាស្រ័យទៅលើការដែលយើងនិយាយជជែកគ្នាទេប៉ុន្តែដល់ពេលដែលយើង confirm អស់ហើយយើងទៅដល់ថ្ងៃសម្ភាសន៍អញ្ចឹងការសម្ភាសន៍នេះបែងចែក3ដែរទៅតងជាមួយនឹងការរៀបចំខ្លួនការរៀបចំខ្លួន
គឺ HR ក៏មិនបានបញ្ជាក់យើងទេថាតើយើងត្រូវរៀបចំខ្លួនបែបណាប៉ុន្តែយើងខ្លួនឯងគួរតែដឹងថាតើយើងត្រូវរៀបចំខ្លួនបែបណាឲ្យបានសមរម្យយើងអាចពាក់អាវជាផ្លូវការសម្រាប់ខ្ញុំផ្ទាល់តែម្ដងខ្ញុំពាក់អាវសខោខ្មៅអញ្ចឹងណាហើយយើងទៅមួយខ្សែក្បត់ទៅបើជើងយើងអាចប្រើបើជើងប៊ូបើមិនជាយើងអត់មានប៊ូទេយើងអាចប្រើជាប៉ាតាក៏បានដែរហ្នឹងជាការសមរម្យមួយឲ្យថាយើងមិនមែនទៅសម្ភាសខោផ្សេងហើយអាវរបៀបយើងពាក់ទៅដើរលេងអាហ្នឹងក៏វាអត់កើតដែរយើងគួរតែមាននិយាយសួរស្ដាប់មានន័យថាយើងដូចកៅយើងទៅរៀនទាំងអស់គ្នាយើងទៅរៀនយើងពាក់អាវសឬក៏នៅនិស្សិតយើងពាក់អាវពណ៌ផ្ទៃមេឃអញ្ចឹងទៅអាហ្នឹងក៏បានដែរហ្នឹងជាលក្ខណៈសមរម្យហើយហ្នឹងទី1តកតងជាមួយនឹងការរៀបចំខ្លួនហើយទី2គឺទៅលើការត្រៀមខ្លួនអាហ្នឹងវាចូលតែមួយគ្នាទេប៉ុន្តែគាត់ថាការត្រៀមខ្លួនកន្លែងនេះត្រៀមខ្លួនថាតើគេនឹងសួរអីមកយើងខ្លះហើយទាំងអស់គ្នាអាចឆ្ងល់ថាយើងមិនដឹងថាគេនឹងសួរអីមកខ្លះប៉ុន្តែយើងអាចដឹងខ្លះដែរថាតើគេនឹងសួរអ្វីខ្លះមកយើងពីព្រោះនៅពេលដែលសម្ភាសទាំងអស់គ្នាសម្រាប់ខ្ញុំផ្ទាល់តែម្ដងខ្ញុំឆែកមើលទៅក្នុង YouTube ឬក៏អីផ្សេងៗទៀតក៏បានដែរប៉ុន្តែខ្ញុំមើលទៅលើ YouTube ហើយខ្ញុំអាចស្វែងរកថាសំណួរដែល HR នឹងសួរមកយើងវិញអញ្ចឹងខ្ញុំឃើញ channel របស់ខ្មែរយើងក៏គាត់បានធ្វើច្រើនដែរគាត់បានចែកម្លែកល្អៗមែនទែនទាំងអស់គ្នាអាចវាយទៅគាត់ថាដាក់សំណួរពេលសម្ភាសការងារអីក៏នឹងចេញមកដែរអញ្ចឹងយើងអាចមើលទៅថាគេនឹងសួរអីមកយើងវិញខ្លះហើយយើងត្រូវឆ្លើយបែបណាហើយទាំងអស់គ្នាគួរតែរៀបចំជាមុនអាហ្នឹងជាការត្រៀមខ្លួនមួយដែលធ្វើឲ្យយើងឆ្លើយទៅគេវិញដោយទំនុកចិត្តដោយភាពជឿជាក់ហើយយើងមានភាគរយក្នុងការជាប់ច្រើនប៉ុន្តែខ្ញុំអាចបញ្ជាក់បន្តិចដែរថាការណែនាំខ្លួននឹងត្រូវបានគេសួរដោយមិនអត់ទេអញ្ចឹងទាំងអស់គ្នាអាចត្រៀមខ្លួនត្រៀមចម្លើយឲ្យហើយអាចទិញណាប៉ុន្តែនៅពេលដែលយើងជួបគេយើងនិយាយឲ្យមានភាពជឿជាក់តាក់ទងជាមួយនឹងការណែនាំខ្លួនការណែនាំខ្លួននេះអាចប្រាប់ឈ្មោះអាចប្រាប់ពីការរស់នៅរបស់យើងដែលយើងនៅណាបច្ចុប្បន្នហ្នឹងសុខកំណើតអញ្ចឹងហើយតើយើងមានកំពុងតែសិក្សាទៅលើជំនាញអីឆ្នាំណានៅសាកលវិទ្យាល័យណាហើយមានបទពិសោធន៍អីខ្លះហើយឥឡូវហ្នឹងកំពុងតែបម្រើការងារនៅកន្លែងណាឬក៏យ៉ាងណាដែរអញ្ចឹងយើងអាចត្រៀមខ្លួនអញ្ចឹងទៅទាំងអស់ហ្នឹងក៏ឃើញបងគាត់បានចែកម្លែកនៅលើ channel ហើយទាំងអស់គ្នាអាចស្វែងរកបានបន្ថែមទៀតអញ្ចឹងយើងអាចត្រៀមជាភាសាខ្មែរមួយជាភាសាអង់គ្លេសដោយសារតែក្រុមហ៊ុនខ្លះក៏គាត់សួរជាភាសាខ្មែរគាត់ឲ្យយើងណែនាំខ្លួនជាភាសាខ្មែរហើយក្រុមហ៊ុនខ្លះទៀតក៏នឹងឲ្យណែនាំជាភាសាអង់គ្លេសសម្រាប់បទពិសោធន៍ដែលខ្ញុំសម្ភាសតែម្ដងគឺមាន3ទី1គឺគាត់សម្ភាសជាភាសាខ្មែរហើយយើងអាចនិយាយខ្មែរទាំងអស់ទៅមួយទៀតការណែនាំខ្លួនគាត់ឲ្យណែនាំខ្លួនជាភាសាអង់គ្លេសប៉ុន្តែបន្ទាប់ពីចប់អាហ្នឹងទៅសំណួរផ្សេងៗទៀតគាត់នឹងឲ្យយើងនិយាយជាភាសាខ្មែរដើម្បីតាក់ទងជាមួយគាត់ហើយទី3គឺគាត់នឹងប្រើប្រាស់ភាសាអង់គ្លេសទាំងអស់តែម្ដងពេញមួយការសម្ភាសនឹងតែម្ដងអញ្ចឹងសរុបឡើងវិញអ្វីដែលទាំងអស់គ្នាគួរត្រៀមខ្លួនតាក់ទងជាមួយនឹងការដាក់ពាក្យដំបូងគឺទៅសេឲ្យបានសមរម្យទៅសេឲ្យបានលក្ខណៈមួយដែលគេគួរចាប់អារម្មណ៍មកលើយើងថាយើងជាមនុស្សដែលមានសុជីវធម៌សីលធម៌ខ្ពស់ហើយតាក់ទងទី2គឺការរៀបចំ CV ការរៀបចំប្រវត្តិរូបសង្ខេបហ្នឹងឲ្យបានត្រឹមត្រូវឲ្យបានស្អាតដែរហើយត្រូវតែមានភ្ជាប់ជាមួយរូបភាពសមរម្យមួយគឺអាវធំនឹងឯងឬក៏ទាំងអស់គ្នាអាចអាវសក៏បានដែររូបភាពសិស្សណាហើយបើសិនជាយើងឡើងមកដល់សាកលវិទ្យាល័យអីយើងអាចកាត់រូបអាវធំទៅដោយសារតែឥឡូវយើងក៏ប្រើ AI បានដែរទាំងអស់គ្នាមិនបាច់ចេះ Photoshop អីក៏យើងអាចផ្លាស់ប្ដូររូបភាពខ្លួនឯងបានតាមរយៈការប្រើ AI ដែរហើយទី3គឺការទៅសម្ភាសនិងតាក់ទងជាមួយនឹងការរៀបចំខ្លួនឲ្យបានយ៉ាងណាឲ្យសមរម្យដែរហើយមួយទៀតគឺការត្រៀមខ្លួនទៅលើសំណួរការណែនាំខ្លួនជាភាសាខ្មែរជាភាសាអង់គ្លេសនិងសំណួរផ្សេងៗទៀតអញ្ចឹងបើសិនបើទាំងអស់គ្នាបានអនុវត្តនៅ3ជំហាននេះខ្ញុំជឿថាយើងមានភាគរយខ្ពស់ក្នុងការមិនភាគរយខ្ពស់នៃជាអ្វីដែលខ្ញុំនិយាយណាប៉ុន្តែជាក់ស្ដែងទាំងអស់គ្នាអាចសិក្សាបន្ថែមបានទៀតដោយ3នេះចំពោះខ្ញុំអនុវត្តខ្លួនឯងគឺខ្ញុំតែងតែទទួលបាននូវការងារហើយចេះមាន3ហ្នឹងទៅជាមួយនឹង3ចំណុចសំខាន់ៗហ្នឹងប៉ុន្តែត្រូវ
ច្បាស់ថាទាំងអស់គ្នាបានដាក់អាហ្នឹងត្រូវទៅតាមជំនាញទៅតាមបទពិសោធន៍របស់យើងអញ្ចឹងណាពីព្រោះថាបើសិនជាយើងដាក់ខុសពីជំនាញនិងបទពិសោធន៍របស់យើងខ្លាំងពេកហើយខុសពីការពិពណ៌នាឬក៏ description job requirement របស់ខាងគេមកវិញហ្នឹងអាហ្នឹងក៏វាអត់ជាប់ដូចចំណុចដំបូងដែលខ្ញុំនិយាយអញ្ចឹងប៉ុន្តែបើសិនបើយើងត្រូវអស់ហើយទាំងគ្នាអាចរៀបចំ3ចំណុចហ្នឹងសំខាន់ទៅការដាក់ពាក្យដំបូងការរៀបចំ CV ការរៀបចំខ្លួនការត្រៀមខ្លួននៅសំណួរអីផ្សេងៗបន្ថែមទៀតប៉ុន្តែវាមិនមែនមានតែ3ចំណុចនេះទេទាំងអស់គ្នាអាចស្វែងយល់អាចសាកសួរបងពីបទពិសោធន៍ដែលគាត់ធ្លាប់ជួបដែលគាត់បានឆ្លងកាត់ហ្នឹងទៅគាត់នឹងប្រាប់ឲ្យថាតើមុនពេលដែលណែទៅសម្ភាសការងារហ្នឹងគួរតែរៀបចំអ្វីខ្លះហ្នឹងទៅអញ្ចឹងអ្វីដែលខ្ញុំចង់បញ្ជាក់បន្តិចគឺទាំងអស់គ្នាសូមមានភាពប្រុងប្រយ័ត្នមែនទែនចំពោះការដាក់ពាក្យដំបូងហ្នឹងមិនជាប្រយ័ត្នអីណាទេគ្រាន់តែថាយើងប្រើពាក្យឲ្យសមរម្យជៀសវាងការប្រើពាក្យ hi bro សួស្ដីហើយក៏ sticker ឬក៏ទៅវាអត់យើងអាចសួរអារម្មណ៍របស់យើងវិញបើសិនបើគេឆាតមកយើងបែបហ្នឹងនៅក្នុងការដាក់ពាក្យការងារតើយើងគួរតែចាប់អារម្មណ៍នឹងគាត់ដែរអត់អញ្ចឹងអានឹងដូចគ្នាដែរអញ្ចឹងបើយើងធ្វើឲ្យសមរម្យទៅក៏យើងគិតថាអូបើសិនបើបេក្ខជនឧទាហរណ៍បើយើងជា HR វិញបេក្ខជនឆាតមកបែបហ្នឹងយើងក៏មិនពេញចិត្តគាត់ដូចគ្នាដែរជាការឲ្យតម្លៃទាំងអស់គ្នាឲ្យតម្លៃចំពោះការងារឲ្យតម្លៃចំពោះអ្នកដែលយើងឆាតទៅហើយវាជាការលើកតម្លៃចំពោះខ្លួនឯងផងដែរអញ្ចឹងថ្ងៃនេះមានប៉ុណ្្នឹងតទៅជាមួយនឹងហេតុអីបានជាយើងដាក់ការងារមិនជាប់សង្ឃឹមថាតាមរយៈការចែករំលែកនិងបទពិសោធន៍ដែលយើងធ្លាប់បានឆ្លងកាត់នេះនឹងអាចជួយគ្នាយើងអាចជួយបងប្អូនឲ្យមានភាពប្រសើរជាងមុនទៅលើការដាក់ពាក្យការងារអរគុណមែនទែនចំពោះ episode 3ជួបគ្នានៅវីដេអូបន្តទៀត